នេះខ្ញុំចង់ប្រាប់ពីវិធីសាស្ត្រមួយក្នុងការចាក់ហាច់ថតថាយើងគូជាប្រអប់ចឹងមួយហើយយើងចាក់ហាច់ចឹងខ្ញុំចាក់ហាច់នេះចឹងពេលយើងចាក់បែបនេះគឺយើងមិនអាចទាញហាច់របស់យើងនឹងទៅតាមបន្ទាត់យើងបានទេឧទាហរណ៍ថាយើងកែទៅហុំពេលយើងចង់ទាញឡាញនឹងបរិយារួមគឺហាច់របស់យើងគឺវាអត់ទៅតាមទេអញ្ចឹងយើងមានវិធីសាស្ត្រដើម្បីឲ្យវារត់ទៅតាមហាច់រត់ទៅតាមឡាញរបស់យើងដោយមិនបាច់ចាំទាញច្រើនដងចឹងតែបើយើងធ្វើបែបនេះយើងត្រូវទាញបន្ទាត់ហើយយើងត្រូវទាញហាច់តាមចឹងដើម្បីធ្វើបែបនេះបានដល់នេះយើងលុបចេញសិនមកហើយយើងគូបន្ទាត់សិនថ្មីហើយយើងចាក់ហាច់ទៅយើងចាក់ហាច់ចឹងដើម្បីចាក់បានយើងចុចនៅទីតាំងនេះបន្តមកទៀតយើង select ចឹងប៉ុណ្ណឹងរួចហើយយើងសាកតែមួយចឹងពេលយើងទាញគឺវារត់ទៅតាមហើយចឹងពេលយើងបរិយារួមយើងឲ្យបាក់ទាញហាច់ផងទាញបន្ទាត់ឡាញរបស់យើងផងចឹងនេះយើងទាញតាមមួយគឺវាទៅទាំងអស់ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណ